មកស្គាល់ឈ្មោះស្ដេចដែលជាអ្នកបង្កើតទីក្រុងឧតុងដំបូងគេបង្អស់ភ្នំឧតុងដែលពោពេញទៅដោយប្រវត្តិសាស្ត្រនិងជាតិសក្ការៈសិទ្ធិភ្នំនេះជាសាក្សីនៃសម័យបដូររដ្ឋធានីបន្ទាប់ពីសម័យលង្វែកដែលធ្លាក់ចុះដោយសារសង្គ្រាមជាមួយសៀមនៅឆ្នាំ1501គ្រិស្តសករាជព្រះបាទស្រីសូរ្យពរបានជ្រើសយកទីតាំងភ្នំឧតុងជារាជធានីថ្មីរបស់ប្រទេសកម្ពុជាព្រះអង្គមានទស្សនៈឆ្ងាយឆ្លាតវៃនិងពោពេញដោយសេចក្តីស្រឡាញ់ជាតិព្រះអង្គបានបញ្ជាឲ្យសង់រាជវាំងបណ្ដាញផ្លូវការិយាល័យអធិការជាតិនិងវត្តអារាមជាច្រើនជុំវិញភ្នំដើម្បីឲ្យប្រជាជនមានទីជម្រកសន្តិភាពបណ្ដុះបណ្ដាលចិត្តសាសនានិងគុណធម៌ក្រោមរាជព្រះអង្គឧតុងក្លាយជារដ្ឋធានីដ៏រុងរឿងមានជីវភាពសង្គមរីកចម្រើនប្រជាជនរស់នៅសុខសាន្តកសិកម្មពេញលេញនិងពាណិជ្ជកម្មរីកចម្រើនជាមួយប្រទេសជិតខាងតាមកំណត់ត្រាបុរាណបាននិយាយថាព្រះបាទស្រីសូរ្យពរមិនត្រឹមជាស្ដេចទេប៉ុន្តែជាអ្នកបង្កើតឫសគល់ថ្មីឲ្យប្រទេសកម្ពុជាបន្ទាប់ពីសម័យលង្វែកព្រះអង្គបានប្រើប្រាស់សមត្ថភាពនយោបាយនិងសេចក្តីសុចរិតដើម្បីបង្រួបបង្រួមប្រជាជនឲ្យមានសេចក្តីសុខសាន្តក្រោយមកទោះមានសង្គ្រាមនិងការផ្លាស់ប្ដូររាជធានីទៅទីក្រុងផ្សេងប៉ុន្តែភ្នំឧតុងមិនដែលបាត់បង់នូវតម្លៃសាសនានិងប្រវត្តិសាស្ត្ររបស់ខ្លួនឡើយព្រះមហាក្សត្រជាច្រើនអង្គក្រោយបានសង់ចិត្តនិងបូជាអធិធាតុរបស់ព្រះមហាក្សត្រនៅលើភ្នំនេះដូចជាព្រះបាទអង្គឌួងព្រះបាទនរោត្តមនិងព្រះបាទសីហនុនៅពេលយើងឡើងទៅលើភ្នំឧតុងមិនត្រឹមតែឃើញចិត្តស្ដេចទេប៉ុន្តែយើងកំពុងឈរលើដីប្រវត្តិសាស្ត្រដែលស្ដេចស្រីសូរ្យពរបានជ្រើសរើសទីក្រុងឧតុងដំបូងគេភ្នំឧតុងជាសញ្ញានៃសេចក្តីអត់ធ្មត់ការរីកចម្រើននិងកិត្តិយសនៃជាតិខ្មែរដែលត្រូវអនុស្សាវរីយ៍ជារៀងរហូតសូមបងប្អូនជួយ follow page ព័ត៌មានបន្តហើយកុំភ្លេចមានគ្រឿងអលង្ការបងញឿន Line Shopping ទីតាំងបូរីពិភពថ្មីឈូកវ៉ា1ផ្ទះ118ផ្លូវថ្មីទំហំ10ម៉ែត្រឬទំនាក់ទំនងលេខទូរស័ព្ទ015 135 15353